គម្រោងកំណែទម្រង់ការអប់រំបច្ចេកទេសសម្ព័ន្ធមេត្រីភាពកម្ពុជាសហភាពអឺរ៉ុបសហភាពអឺរ៉ុបផ្ដល់ហិរញ្ញប្បទានដល់ប្រទេសកម្ពុជាលើវិស័យអប់រំបច្ចេកទេសតាមរយៈគម្រោងសម្ព័ន្ធមេត្រីភាព Twinning គម្រោងសម្ព័ន្ធមេត្រីភាព Twinning មានគោលបំណងធ្វើឲ្យសម្រេចនូវលទ្ធផលតាមរយៈការធ្វើសកម្មភាពការងារជាមួយគ្នានៃមន្ត្រីរាជការនិងគ្រូបង្រៀននៅកម្ពុជានិងមកពីអឺរ៉ុបគម្រោងនេះមានគោលបំណងសម្របសម្រួលដល់កិច្ចការវិនិយោគរបស់អឺរ៉ុបដើម្បីគាំទ្រដល់គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាមន្ត្រីរាជការនិងគ្រូបង្រៀនមកពីប្រទេសកម្ពុជាអាល្លឺម៉ង់បារាំងហ្វាំងឡង់នឹងធ្វើការរួមគ្នាក្នុងវិស័យសំខាន់ៗចំនួន3ការសិក្សាដែលផ្សារភ្ជាប់នឹងការងារការរួមបញ្ចូលបទពិសោធន៍ជាក់ស្ដែងក្នុងវិស័យឧស្សាហកម្មទៅក្នុងកម្មវិធីអប់រំបច្ចេកទេសកសាងសមត្ថភាពគ្រូទាំងមុនពេលចូលបម្រើការងារនិងក្នុងអំឡុងពេលបម្រើការងារក្នុងវិជ្ជាជីវៈគ្រូបង្រៀនដោយរាប់បញ្ចូលទាំងការទៅសិក្សាបន្ថែមនៅអឺរ៉ុបការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាដោយផ្ដោតទៅលើបច្ចេកវិទ្យាដែលប្រើប្រាស់កាបូនទាបនិងការអប់រំ Digital ចាប់ពីឆ្នាំ2024ដល់2027គម្រោងសម្ព័ន្ធមេត្រីភាព Twinning នឹងសម្រេចបាននូវសមិទ្ធផលសំខាន់ៗដូចជាការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាសៀវភៅសិក្សានិងផែនការមេការអប់រំបច្ចេកទេសដាក់ឲ្យសាកល្បងកម្មវិធីហាត់ការដែលផ្សារភ្ជាប់នឹងការងារនៅតាមក្រុមហ៊ុនឯកជននានាគម្រោងនឹងវិតម្លៃលើការសាកល្បងនេះក្នុងការពង្រីកការអនុវត្តទៅកាន់វិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសផ្សេងទៀតក្នុងអំឡុងពេល36ខែនេះមន្ត្រីរាជការនិងគ្រូបង្រៀនឯកទេសមកពីអឺរ៉ុបនឹងធ្វើការជាមួយសមាភិកីក្រសួងអប់រំយុវជននិងកីឡាកម្ពុជាដោយចំណាយពេលប្រមាណជាង800ថ្ងៃនៅក្នុងប្រទេសកម្ពុជាទន្ទឹមនឹងនោះមន្ត្រីរាជការនិងគ្រូបង្រៀនកម្ពុជានឹងទៅអភិវឌ្ឍជំនាញបច្ចេកទេសនិងជំនាញទន់ដោយចំណាយពេលប្រមាណជាង945ថ្ងៃនៅទ្វីបអឺរ៉ុបការសិក្សាជំនាញដែលផ្សារភ្ជាប់នឹងការងារយកគំរូតាមស្តង់ដារអឺរ៉ុបហើយស្របតាមបរិបទកម្ពុជានេះនឹងបំពាក់បំពន់សមត្ថភាពសិស្សានុសិស្សព្រមទាំងគ្រូបង្រៀនទៅតាមជំនាញអាទិភាពទាំងនេះរួមមានអគ្គិសនីអេឡិចត្រូនិកមេកានិកការកែច្នៃអាហារបច្ចេកវិទ្យាព័ត៌មានកម្មវិធីសិក្សាថ្មីនេះនឹងផ្ដល់នូវជំនាញជាមូលដ្ឋានជំនាញទន់និងជំនាញបច្ចេកទេសដែលនឹងអាចទាក់ទាញសិស្សានុសិស្សគ្រប់យេនឌ័រទាំងអស់ឲ្យងាកមកចាប់អារម្មណ៍លើកម្មវិធីសិក្សាមុខវិជ្ជា STEM គំណែទម្រង់កម្មវិធីសិក្សាអប់រំបច្ចេកទេសនេះនឹងធានាការចូលរួមយ៉ាងសកម្មរបស់សិស្សានុសិស្សក្នុងការសិក្សានិងការត្រៀមខ្លួនរបស់ពួកគេរួចស្រេចសម្រាប់ការងារជាក់ស្ដែងក្រេឌីតដែលទទួលបានពីការសិក្សារៀនសូត្រនៅវិទ្យាល័យបច្ចេកទេសក៏នឹងត្រូវបានទទួលស្គាល់ដោយសាកលវិទ្យាល័យផងដែរដូច្នេះសិស្សអាចបញ្ចប់ការសិក្សាបានលឿនជាងមុនកត្តាទាំងនេះនឹងជួយបង្កើតការងារជំរុញសេដ្ឋកិច្ចជាតិព្រមទាំងលើកទឹកចិត្តដល់ការវិនិយោគប្រកបដោយចីរភាពរបស់អឺរ៉ុបនៅកម្ពុជា